សួស្តីអ្នកនរគ្នាបាទយើងត្រឡប់ជួបគ្នាម្ដងទៀតជាមួយនឹងរឿងទឹកដីធម្មពលវិញ្ញាណវគ្គ2នៅក្នុងភាគទី144ដែលទើបនឹងចេញនៅរាត្រីនេះតែម្ដងដោយគណៈពេលនោះហួយហៅនឹងខាងកតុនកំពុងតែរួមបញ្ចូលនៅអាវុធព្រលឹងរបស់ពួកគេទាំងពីរនាក់បង្កើតទៅជាព្យុះសង្ឃរាយ៉ាងខ្លាំងក្លាជាមួយនឹងពលឺពណ៌ផ្កាឈូកហើយនឹងមាសស៊ីក៏បានលន់មកទីថានេះគឺជាព្យុះព្រលឹងទេតើដែលវាបានត្រឡប់មកវិញហើយនាងសប្បាយចិត្តខ្លាំងណាស់ក៏បានស្រែកហៅឈ្មោះរបស់វ៉ាងតុងក្នុងពេលនោះព្រោះតែរំភើបពេកនាងទប់អារម្មណ៍មិនចង់ជាប់នោះទេបន្ទាប់ពីព្យុះព្រលឹងបានរលត់ផុតទៅនេះទៅពីចាប់ផ្ដើមរួមបញ្ចូលនៅអាវុធព្រលឹងទី2របស់ខ្លួនបង្កើតទៅជាញញួរអធិរាជយ៉ាងធំមួយជាងកៃរបស់ខាងកតុងក៏បានអណ្ដែតឡើងលើអាកាសជាមួយនឹងទឹកកកដសានក្រាស់ដែលនៅពីខាងក្រោមពួកគេក៏បានលន់មកទីថានេះគឺជាអតិទេពពលឺទេតាពិតជាវ៉ាងតុងពិតមែនដែលបានបង្ហាញខ្លួននេះទៅពីចាប់ផ្ដើមរំលេចនៅលើអាកាសស៊ីក៏បានអបអរនៅអ្នកទាំងពីរផងដែរស៊ីគឺជាវិធីកស្រីអញ្ចឹងគូរបស់ហួយហៅគឺជាអ្នកដែលជោគជ័យនៅក្នុងកម្មវិធីបលែងដេធីងមួយនេះចំណែកស៊ីប៉ៃក៏បានសុទ្ធកាន់ម៉ាក់របស់ខ្លួនថានេះឬគឺជាមិត្តស្រីរបស់លោកតានោះហេតុអីក៏ស្អាតដល់ថ្នាក់នេះជាងសើជេព្រោះតែរំភើបពេកនឹងក៏បានលន់មាត់ទៀតថាគឺដោយតែពេលគាត់ដែលនៅប្រពន្ធរបស់គាត់នៅក្នុងកម្មវិធីបលែងដេធីងមួយនេះកាលពីចំនួនគាត់នៅឯបឹងអតិទេសមុទ្រដូចគ្នាប្រពន្ធរបស់គាត់គឺមិនហ៊ានហាមាត់អ្វីនោះទេព្រោះតែអៀនខ្លាំងពេកចំណែកសិស្សដទៃទៀតដែលចូលមើលទីនោះក៏បានហៅកញ្ជ្រៀវយ៉ាងអឹងកងលោកគ្រូជូហើយនិងគ្រូហ្វាន់ជូគិតថាដំណើរនៃជីវិតរបស់ពួកគេទាំងពីរគឺពិតជាពិបាកតែចុងបញ្ចប់នៅតែបញ្ចប់ដោយសុភមង្គលយ៉ាងរីករាយពួកគេគឺជាគូស្នេហ៍យ៉ាងល្អឥតខ្ចោះនេះពីក៏បានចាក់ចែងពីកម្មវិធីបលែងដេធីងនៅបឹងអតិទេសមុទ្រហើយក៏បានសាសងគ្នានៅឯមាត់ទឹកហួយហៅក៏សួរអំពីការចងចាំរបស់ថាងកតុងដែលបានត្រឡប់មកវិញតែគាត់នឹងមិនដឹងខ្លួនទៅសោះនេះក៏បានប្រាប់ថាតាំងតែពីពេលខ្លួនបានស្លាប់បាត់ស្មារតីនឹងឯងពេលនោះមានកម្លាំងយ៉ាងខ្លាំងក្លាមួយការជិះចាប់ផ្នែកខាងក្នុងក៏បានបង្ហាញចេញមកដូចជាមានអ្វីមួយយ៉ាងក៏បានផ្ទុះបែកក៏ធ្វើឲ្យស្ទប់ការពារនៅខាងក្រៅនៃការចងចាំរបស់ខ្លួនបង្ហាញនៅការចងចាំរាប់មិនអស់តាំងតែពីពេលដែលនាងនៅក្មេងមកម្លេះអញ្ចឹងមានន័យថាការចងចាំរបស់ថាងកតុងទទួលបានមកវិញគឺនៅពេលដែលហួយហែស្លាប់បាត់បង់ជីវិតដោយប្រើប្រាស់នៅក្បិតដែលលងស៊ីយ៉ាបកលឲ្យខ្លួននេះគឺជារូបភាពតាំងតែពីពេលថាងកតុងនៅក្មេងនេះកំពុងតែលេងបោះបលតែម្នាក់ឯងនៅឋានលើកំពុងប្រែរបស់ខ្លួនគឺស្រឡាញ់ថាងកតុងខ្លាំងមែនទែនអញ្ចឹងທາງសាននៅស៊ីវូមិនមែនមានកូនតែម្នាក់នោះទេដូចជា2នាក់តែម្នាក់ទៀតគឺមិនបានបង្ហាញវត្តមាននោះទេដូចជាចូលទៅដល់សូឡែនបន្ទាប់ទៀតនៅពេលដែលនាងនៅក្មេងនោះគឺនាងបានចាប់អារម្មណ៍ជាមួយនឹងទឹកដីធម្មពលវិញ្ញាណជាខ្លាំងនាងក៏បានចូលមកខាងក្រោមក៏ប៉ុន្តែមិនទាន់ដឹងថាអាយុប្រមាណនោះទេហើយការចូលមកដល់ឋានមនុស្សដែរគឺមិនមែនចូលតែម្នាក់ឯងនោះទេគឺមានការការពារពី The Ming ហើយនិង Daming តែពួកគេបច្ចុប្បន្នគឺជាមេប៉ាដែលគ្រប់គ្រងនៅឯប៉ាអាវធាននឹងឯងនេះក៏បានបញ្ជាក់ប្រាប់ទៀតថាពេលដែលនាងបានរស់នៅជាមួយនឹងហួយហៅនោះគឺនាងបានប្រើប្រាស់នូវឈ្មោះជាវ៉ាងតុងក៏ប៉ុន្តែពេលនោះនាងមិនមានការចងចាំពីក្មេងនោះទេវាដូចជាការចងចាំថ្មីមួយទៀតសម្រាប់នាងអញ្ចឹងក្រោយមកនាងក៏បានធ្វើដំណើរមកកាន់សាលាជ្រែកក៏បានជួបជាមួយនឹងហួយហៅជាលើកដំបូងសូម្បីហួយហៅក៏បានចាប់អារម្មណ៍ជាមួយនឹងសម្រស់ប្រុសដូចគ្នាផងដែរព្រោះថាពេលហ្នឹងគឺតែងខ្លួនជាប្រុសនៅឡើយបន្ទាប់មកក៏ព្រឹត្តិការណ៍ដែលបានកើតឡើងនៅឯចលងភ្នំជិនកុងឬក៏ចលងភ្នំស្នេហាដែលនាងរងរបួសយ៉ាងធ្ងន់ធ្ងរនេះក៏បានដេកលងលក់ដោយមិនដឹងខ្លួនពេលនោះគឺដាមីនឹងមិនអនុញ្ញាតឲ្យហួយហៅទៅជួបនាងនោះទេដោយសារតែនេះគឺជាបញ្ជារបស់ខាងសានចំណែកស៊ីវូក៏សូមឲ្យខាងសាននឹងជួយកូនស្រីរបស់ខ្លួនផងខាងសានក៏បានបញ្ចេញនូវវេទមន្តម្យ៉ាងដូចជាខែលការពារអញ្ចឹងដាក់ទៅលើកូនស្រីរបស់ខ្លួនក្នុងពេលនោះហើយខាងកតុងក៏បានមើលឃើញអំពីអតីតកាលខ្លះៗនៅពេលដែលខ្លួនស្លាប់បាត់ស្មារតីនោះក៏ប៉ុន្តែដូចជាមានខែលការពារមួយដែលបន្សល់ទុកពីឪពុករបស់ខ្លួនហួយហៅគិតថាពួកគេនឹងមិនបាយគ្នាម្ដងទៀតនោះទេឈុតឆាកកន្លែងនេះរៀងស៊ីអារម្មណ៍បន្តិចហើយដោយមាត់ប៉ះមាត់ពួកគេក៏បានដើរកម្សាន្តជាមួយនឹងគ្នាឡើងមកកាន់ដើមឈើមាសនៅឯសាលាជ្រែកនោះតែម្ដងហួយហៅគិតថាទោះបីជាពេលនោះថាងកតុងបានបាត់បង់នឹងការចងចាំក៏ដោយក៏ប៉ុន្តែគាត់ក៏អាចធ្វើឲ្យនាងស្រឡាញ់ខ្លួនម្ដងទៀតបានដែរវ៉ាងតុងថាឥឡូវបងបានធ្វើហើយតើអញ្ចឹងកន្លែងនេះអ្នកនេះចង់ហៅថាវ៉ាងតុងក៏បានថាងតុងក៏បានថាងតុងគឺជាឈ្មោះពិតរបស់នាងតែវ៉ាងតុងគ្រាន់តែជាឈ្មោះដែលពុកម្ដាយរបស់ខ្លួនបានដាក់ឲ្យថ្មីតែប៉ុណ្ណោះខណៈពេលនោះក៏ប្រជាជនទាំងអស់នោះក៏បានចូលមកកាត់ចង្វាក់ពួកគេកំពុងតែស៊ីអារម្មណ៍ផងទីពីរក៏អង្គក៏បានធ្វើការគោរពប្រជាជនក៏បាននិយាយអំពីតែរបស់ហួយហៅដែលត្រូវបញ្ចប់ដោយសារតែហួយហៅបានសិក្សានៅសាលាអស់ជាច្រើនឆ្នាំហើយគាត់ក៏បានខកខាននៅការបញ្ចប់តែនៃការសិក្សាផងដែរគឺក្រោយគេហើយកំឡុងពេលបច្ចុប្បន្នក៏អាណាចក្រសូវៀតនទីកំពុងតែឈ្លានពានមកលើទឹកដីដទៃអញ្ចឹងមិនមែនជាពេលវេលាដែលគាត់ត្រូវសិក្សាតទៅទៀតនោះទេដូច្នេះគាត់គិតថាដល់ពេលដែលត្រូវចូលសមរភូមិហើយលោកតាឈុនពេញចិត្តជាខ្លាំងក៏បានឲ្យពួកគេរៀបតាក់ទងទៅនឹងតែដែលនឹងផ្ដល់ឲ្យហួយហៅនៅក្នុងនោះគឺមាន3ទេសម្រាប់សិស្សនៅសាលាខាងក្នុង
ដែលសំណាក់អាទិទេពសមុទ្រគឺជាអ្នកផ្ដល់ឲ្យតែទីមួយនោះគឺផ្ដល់ដោយសំណាក់ Soul Guide របស់ Chin Tao Lu ហើយនិងអ្នកគ្រូ Ling Er ហើយតែទី2នោះគឺផ្ដល់ដោយ Yin Sao Che ដែលជាសំណាក់ក្បាច់គុណតែទី1នេះដែរគឺតម្រូវឲ្យហួយហៅទៅការបង្កើតនៅអាវុធ Soul Guide ថ្នាក់ទី9តែទី2គឺតម្រូវឲ្យហួយហៅយកឈ្នះនៅលោកគ្រូ Yin Sao Che បានហួយហៅភាពអល់ខ្លាំងមែនទែនដោយគិតថាគាត់គឺឈានទៅដល់ Super Tulu level 96តែអាចយកឈ្នះដោយរបៀបណាទៅលោកគ្រូ Yin Sao Che គិតថាគាត់ដឹងពីសមត្ថភាពរបស់ហួយហៅច្បាស់ណាស់អញ្ចឹងគាត់ទុកពេលឲ្យហួយហៅគិតបន្តិចហើយអនុញ្ញាតឲ្យគាត់នឹងចាប់ធីមជាមួយនឹងខាងវតងផងដែរចំណែកអ្នកគ្រូ Ling Er ក៏អនុញ្ញាតឲ្យហួយហៅចាប់ធីមនឹងការបង្កើតឧបករណ៍ Soul Guide ថ្នាក់ទី9ជាមួយនឹងលោកគ្រូ Chon Siwin នៅឯបាក់ថាងហើយឧបករណ៍នេះនឹងយកមកប្រើប្រាស់នៅក្នុងសាលាហួយហៅក៏ចង់ដឹងអំពីតេស្តទី3តែទី3គឺបង្ហាញអំពីកម្លាំងរបស់គាត់តែជំហានទី1ត្រូវតែហួយហៅបញ្ចប់នៅតែបង្កើតឧបករណ៍ Soul Guide ជាមុនខាងកន្ទងគាត់ថានេះមិនមែនជាសម្ពាធនោះទេគឺជាឱកាសសម្រាប់ពួកគេហួយហៅក៏បានយល់ព្រមទទួលនៅសំណើរបស់សាលាតែម្ដងលោកតាឈុនខ្លាចទៅហួយហៅមិនទាន់ដឹងពីសមត្ថភាពរបស់ Yin Sao Che អញ្ចឹងនឹងឲ្យពួកគេសាកល្បងគ្នានៅថ្ងៃនេះក៏ប៉ុន្តែមិនមែនជាតែពិតប្រាកដនោះទេគ្រាន់តែការសាកល្បងនៃកម្លាំងតែប៉ុណ្ណោះពួកគេក៏បានប្រជុំមកគ្នានៅឯ Arena មួយកន្លែងនៅឯវិមានអាទិទេពសមុទ្របេគិតថាបន្ទាប់ពីឃើញពួកគេរួមបញ្ចូលនៅពុតភ្លើងជាមួយគ្នាកាលពីម្សិលមិញគឺគាត់សប្បាយចិត្តជាខ្លាំងអាចជាពួកគេនឹងធ្វើរឿងដ៏អស្ចារ្យថែមទៀតហើយកម្លាំងពួកគេនឹងកើនឡើងខ្លាំងជាងមុននេះពីក៏ចាប់កាន់ដៃគ្នាក៏ប៉ុន្តែការរួមបញ្ចូលនៅពុតភ្លើងដូចជាមិនទាន់ខ្លាំងដូចពីមុននោះទេហើយការប៉ះគ្នានេះគឺលក្ខណៈថាវាយដល់ឡៃពីគ្នាហួយហៅក៏បានដកដដែលរបស់ខ្លួនទាំងต้องប្រើប្រាស់នៅស្លាបមេបបពលឺដើម្បីជំនួសអាវុធជាមួយនឹងជើងរបស់ខ្លួនទាត់ទៅលើYin Sao Cheតែយ៉ាងណាក៏ចូលមិនចុះនោះដែរគណៈពេលដែលកណ្ដាប់ដៃអាវុធចូលកាន់តែគេរៀងកាយរបស់Yin Sao Cheគាត់ក៏បានឈប់បន្តិចត្រៀមបញ្ចេញនៅពុតពលឹងដែលធ្វើអ្នកទាំងពីរអកសើបន្តិចទោះបីជាចង់ដកខ្លួនក៏ជឿពេលនោះដែរលោកតាឈុនក៏បញ្ជាក់ទៀតថានេះគឺជាវិជាគុណមួយស្តៀងទៅនឹងវិជាគុណដែលលោកតាមូអិនបង្រៀនហួយហៅអញ្ចឹងឲ្យឈ្មោះថាស្ដេចនៃពិភពទាំងកន្ទងក៏បានបង្ខំចិត្តប្រើប្រាស់នៅស្នេហ៍ទី4រួមជាមួយនឹងស្នេហ៍ទី2បង្កើតទៅជាធម្មពលនៃពលឺវិវហាដូចជាភ្លៀងនាយកសាលាYin Sao Cheក៏ចាប់ផ្ដើមបញ្ចេញនៅតម្រងនៃអាវុធពលឹងរបស់ខ្លួនក៏ធ្វើឲ្យលំហចាប់ផ្ដើមប្រេះបាច់យ៉ាងខ្លាំងធម្មពលពណ៌មាសបាយរំជួយពេញមេឃហួយហៅបារម្ភអំពីខាងកន្ទងខ្លាំងមែនទែនខ្លាចតែនាងរងរបួសដែលតាមពិតទៅជាYin Sao Cheគឺជាអ្នកខ្លាំងលេខ1ក្នុងជំនាន់របស់ពួកគេគឺមិនចាញ់ហួយហៅប្រមាណនោះទេបន្ទាប់ពីសង្គ្រាមបានរលត់ផុតទៅការវឹកហាត់របស់Yin Sao Cheក៏បានកើនឡើងទៅដល់ level 96ហួយហៅបានប្រើប្រាស់នៅបាតដៃហៅតងរបស់គាត់គឺជាស្នេហ៍ទី3នៃការបង្កើតឡើងដោយខ្លួនឯងតែនៅពេលដែលវាយចេញបានបន្តិចនោះវាក៏បានរលត់ផុតទៅYin Sao Cheក៏បានវាបកវិញអណ្ដាតភ្លើងយ៉ាងខ្លាំងក៏បានឈ្មោះមករថាងងតងឲ្យធ្វើនាងរងរបួសបន្តិចធ្លាក់ទាំងក្រោមហួយហៅក៏បានបញ្ញាទៅជួយលើកដៃម្ខាងដើម្បីរារាំងហួយហៅក៏បានប្រាប់ទីថាអំពីស្នៀតបាតដៃហៅតងរបស់គាត់ដោយពឹងទៅលើអារម្មណ៍នៃការខូចចិត្តនៃការបាត់បង់របស់វាងតងតែពេលនេះដោយសារតែថាងកតងនៅក្បែរខ្លួនស្រាប់ហើយអញ្ចឹងគាត់មិនមានអារម្មណ៍សែតតទៅទៀតនោះទេអញ្ចឹងគាត់មិនអាចប្រើប្រាស់នៅស្នេហ៍ទី3នេះបានឡើយថាងកតងក៏បានសន្យាថានឹងជួយរកនៅវិធីសាស្ត្រផ្សេងហើយឲ្យហួយហៅនឹងប្រើប្រាស់នៅស្នេហ៍ទី3នេះបានបន្ទាប់មកក៏Yin Sao Cheលើកដៃឡើងបន្តិចប្រមូលផ្ដុំនៅដាតភ្លើងក៏បានកវត្តទៅខាងមុខនៅរោមនៅហងភ្លើងរបស់ខ្លួនតែហ៊ានប៉ារៀងកាយនឹងចេះខ្ទេចទីមិនខានខណៈពេលនោះអ្នកទាំងពីរក៏បានលោតឡើងលើអាកាសហួយហៅប្រើប្រាស់នៅកញ្ញាមីខ្មៅរបស់គាត់ទាំងต้องប្រើប្រាស់នំពេញនិយាយដើម្បីទប់ទល់ក៏បានបំផ្លាញនៅរោមហងភ្លើងនោះចោលនៅលើអាកាសភ្លាមជើងក៏បានឆ្ពោះទៅពីក្រោយខ្នងឃើញបែបនេះនាងក៏បានទាញនៅលំពេទប់ទល់ជាងលឿនធ្វើឲ្យYin Sao Cheលាន់មកទៀតថាអីក៏កម្លាំងខ្លាំងដល់ថ្នាក់នេះហួយហៅក៏បានចូលទៅថែមពីក្រោយតែក៏បានបង្កកជុំវិញទីនោះបន្តិចគាត់លើកដៃដើម្បីទប់ទល់នេះទៅ3ក៏បានខ្ទីទៅម្ខាងម្នាក់Yin Sao Cheបញ្ចេញនៅសម្រាយបន្តិចលើកក្តាប់ដៃវាយចៃទៅប៉ះជាមួយនឹងស្លាបរបស់ថាងូតងហួយហៅប្រើប្រាស់នៅកញ្ញាមីខ្មៅរបស់គាត់ជាមួយនឹងលំពេញយក្រីរបស់ថាងូតងវិទៅវិមកដាក់ឡើងYin Sao Cheធ្លាក់ទៅក្រោមហុយផ្សែងទៅលោមហួយហៅបង្កើតទៅជាព្យុះទឹកកកយ៉ាងខ្លាំងបង្ខំឲ្យYin Sao Cheលោតឡើងលើអាកាសប្រើប្រាស់នៅកណ្ដាប់ដៃហងភ្លើងរបស់គាត់ភ្លុំភ្លើងចេញពីមាត់បន្តិចគាត់ពិតជាសរសើរនៅក្មេងៗទាំងពីរនាក់ពិតជាវាយបានល្អពិតមែនតែអណ្ដាតភ្លើងរបស់គាត់ពិតជាខ្លាំងក៏បានបាញ់ឡើងលើអាកាសគ្រុន10នៅព្យុះទឹកកករបស់ហួយហៅបានទាំងស្រុងគាត់ក្តាប់ដៃបន្តិចដើម្បីបំផ្លាញនៅព្យុះទឹកកករបស់ហួយហៅកម្លាំងយ៉ាងខ្លាំងធ្វើឲ្យរំជួយពេញទីនោះប្រជាដែលនៅទីនោះគិតថាហួយហៅនឹងថាទោះប្រកបជាចាញ់មិនខាននោះទេតែYin Sao Cheលាន់មកទេថាហេតុអីក៏អាល់ទីមេតទឹកកករបស់ហួយហៅនៅតែបន្តនៅឡើយមិនទាន់រលត់ទៀតហួយហៅក៏ប្រាប់ទៀតថាមិនទាន់ចប់នោះទេគាត់ក៏បានប្រើប្រាស់នៅពលឹងទាំង5របស់គាត់ក្នុងរាងកាយដើម្បីរួមបញ្ចូលកម្លាំងគ្នាតែមួយដើម្បីបង្កើតទៅជាស្នេហ៍ដែនដីដ៏ខ្លាំងក្លារបស់គាត់ទទួលបាននៅជំនួយពីខាងកន្ទងក្នុងពេលនោះ
ទះដៃទៅខាងមុខមួយផាំងប្រមូលផ្ដុំនៃអាល់ទីមេតកោបង្កើតទៅជាស្នៀតដណ្ដៃមួយចាប់ដាំបង្កកជុំវិញទីនោះចំណែករាងកាយរបស់យាយសាជាក៏បានកកនៅក្នុងដែនដីតកោនោះផងដែរគាត់ក៏បានបង្ខំចិត្តប្រើប្រាស់នៅស្នៀតតកោបង្កើតឡើងដោយខ្លួនឯងក៏ជាស្នៀតដែលខ្លាំងក្លាជាងគេបំផុតបញ្ចេញនៅព្រលឹងនៃហងភ្លើងជាច្រើនដែលវាអាចចាក់ចេញពីដែនដីតកោរបស់ហូយហាវគាត់ក៏បានប្រមូលផ្ដុំនៃធម្មពលនៃអណ្ដាតភ្លើងនោះបង្កើតទៅជាហងភ្លើងដ៏ធំមួយទៀតប្រែក្លាយទៅជាព្យុះភ្លើងកំទេចនៅដែនដីតកោរបស់ហូយហាវបានជោគជ័យគាត់ក៏បានលន់មាត់ចុងក្រោយថាហូយហាធ្វើបានល្អជាខ្លាំងហើយការប្រកួតការ challenge របស់អ្នកទាំង3ក៏បានបញ្ចប់ត្រឹមនេះហូយហាភាពឲ្យជាមួយនឹងស្នេហ៍ដែលគាត់ប្រើប្រាស់អំបញ្ញមិញនេះផងដែរគាត់ក៏បានទៅការរៀបរាប់តាក់ទងទៅនឹងស្នេហ៍ដែលគាត់បានបង្កើតឡើងដោយខ្លួនឯងស្នេហ៍នេះដែរគឺប្រើប្រាស់នៅអារម្មណ៍ផ្ទាល់គឺជាស្នូលនៃការបង្កើតនេះបើសិនជាសូមសើធម្មតាអាចជាជាប់គេនៅក្នុងដែនដីរបស់ហូយហាវហើយតែហូយហានៅតែកោតសរសើរអំពីស្នេហ៍ដែលគាត់បានបង្កើតឡើងដោយខ្លួនឯងគឺជាវិធានបទថ្មីមួយសម្រាប់គាត់ក៏បានអរគុណចំពោះការណែនាំរបស់យេនសាជើថ្ងៃនេះដែរក៏ទទួលបាននៅបទពិសោធន៍ថ្មីនៃការបញ្យល់នេះពីក៏បានចាក់ចែងទៅយេនសាជើគិតថាអាល់ទីមេតកលរបស់ហូយហាវពិតជាខ្លាំងកម្លាំងរបស់គាត់ពេលនេះគឺអាចវាយជាមួយនឹងកម្រិតថៃថោទូលូបានចំណែកអ៊ូតុងក៏បានលាក់នៅកម្លាំងពិតរបស់នាងដែលតាមពិតទៅនាងមិនទាន់ស្វែងយល់អំពីធម្មពលព្រលឹងបានពេញលេញនោះទេពួកគេជឿជាក់ថាការហ្វឹកហាត់របស់អ្នកពីរនឹងកើនឡើងខ្លាំងជាងនេះខណៈពេលដែលទឹកដីមួយនេះកំពុងតែរងចាំពួកគេទាំងពីរនាក់ហូយហាវនឹងតាំងអ៊ូតុងចាប់ផ្ដើមសាកល្បងនៃការរួមបញ្ចូលនៃធម្មពលព្រលឹងហើយក៏បាននឹកឃើញទៅដល់ការប្រើប្រាស់នៃអារម្មណ៍ដែលជាផ្នែកដ៏សំខាន់ក្នុងការបង្កើតនៃស្នៀតផ្ទាល់ខ្លួនតែគាត់នៅតែរមមិនទាន់ឃើញនៃដំណោះស្រាយនៃការប្រើប្រាស់នៅស្នៀតទី3ស្នៀតបាត់ដៃហៅតុងរបស់គាត់ដោយសារតែអារម្មណ៍ពេលនេះគឺពោពេញទៅដោយភាពរីករាយអញ្ចឹងទៅក៏ថាងតុងក៏ឲ្យហួយហានឹងសាកល្បងនៅអារម្មណ៍នៃជំនួសវិញពលឺមួយក៏បានបាញ់ឡើងច្រកទ្វារមួយក៏បានផុសចេញមកគឺជាថ្ងៃដំបូងដែលពួកគេបានជួបគ្នានៅឯបន្ទប់201នៅក្នុងសាលាជ្រែងពេលនោះគឺអ្នកទាំងពីរធ្លាប់ឆ្លោះគ្នាថែមទាំងបបួលគ្នាទៅវាយគ្នានៅខាងក្រោមហូយហាក៏ព្រមធ្វើលក្ខខណ្ឌចំនួន5ឲ្យថាងតុងផងដែរនេះគឺជារូបភាពនៃអតីតកាលអនុស្សាវរីយ៍ចាស់ៗរបស់អ្នកទាំងពីរពួកគេក៏ធ្លាប់ប្រើប្រាស់នៅផ្លូវមានជួយឈ្នះនៃការប្រកួតផ្សេងៗហើយនឹងកម្មវិធី Blind Dating ដែលពួកគេជួបគ្នាដំបូងនៅពេលដែលដឹងថាវ៉ាងតុងគឺជាមនុស្សស្រីអនុស្សាវរីយ៍បន្តទៀតនោះគឺវ៉ាងតុងបានបាត់បង់ជីវិតនៅឯចលងភ្នំឈៀនខុននាងចង់នៅក្បែរហួយហាធ្វើជាប្រពន្ធរបស់គាត់រូបភាពបន្តទៀតនោះគឺនៅពេលដែលគាត់គិតថាថាងតុងគឺជាវ៉ាងតុងដែលច្រឡំរត់ទៅអោបនាងពេលនោះនាងខឹងនឹងហួយហាដែរបើនៅក្នុងសាច់រឿងប្រឡោមលោកគឺវាយគ្នារៀងច្រើនគូសមតែសាច់រឿងនេះគឺគេរៀងកាន់ហើយរូបភាពនៃអនុស្សាវរីយ៍ដ៏ឈឺចាប់មួយទៀតនោះគឺហួយហាបានលើកកំបិតចាក់ខ្លួនឯងជាច្រើនលើកជាច្រើនសារចំនួន9ដងហើយក៏ជាពេលវេលាដែលធ្វើឲ្យថាងតុងឆ្លាញ់ហួយហាម្ដងទៀតហួយហាវក៏ទទួលបាននូវអារម្មណ៍ថ្មីមួយទៀតដែលជំរុញដល់ធម្មពលហៅតុងរបស់គាត់ថាងតុងថានាងពិតជាស្រឡាញ់ហួយហាវជាខ្លាំងហួយហាវក៏ដូចគ្នាផងដែរតែគូសិក្សាសាច់រឿងរបស់យើងក៏ឆ្លើយតែប៉ុណ្ណេះ